នៅក្នុង Word បើសិនជាបងប្អូនចង់សរសេរសញ្ញាទាំងពីរនេះនៅលើ key ជាភាសាខ្មែរចឹងតើយើងត្រូវទៅសរសេរលើ key ណាខ្លះចឹងបងប្អូនមួយចំនួនច្បាស់ជារកអត់ឃើញទេបាទខ្លះគាត់ធ្លាប់ប្រើខ្លះគាត់អត់ដែរប្រើចឹងបើគាត់ដែរប្រើលើ key ខ្មែរគាត់ច្បាស់ជាត្រូវប្រើលើ key ភាសាអង់គ្លេសហើយចឹង key ទាំងពីរនេះគឺយើងអាចប្រើប្រាស់នៅលើ key ជាភាសាខ្មែរបានណាតើឥឡូវយើងចូលធ្វើទាំងអស់គ្នាបាទអញ្ចឹង key នេះគឺយើងប្រើ shift លេខ3អញ្ចឹងយើងចុច shift លេខ3មកគឺវាបើកឲ្យយើងហើយអញ្ចឹងយើងអាចសរសេរអ្វីដែលយើងចង់បានហ្នឹងបន្ទាប់មកយើងបិទទៅវិញគឺយើងចុច shift លេខ3ទៅដែរចា៎ចំណែកឯសញ្ញានេះដូចគ្នាគឺយើងប្រើលើនេះណាបាទសញ្ញាតកៅទឹកចិត្តលេខ1ហ្នឹងអញ្ចឹងពេលយើងបើកគឺយើងចុចលើ key ហ្នឹងមកចា៎ហើយយើងសរសេរអត្ថបទរបស់យើងពេលបិទវិញគឺយើងចុច shift សញ្ញាហ្នឹងបាទអញ្ចឹងវានឹងបង្ហាញឲ្យយើងហើយយើងអាចដូរ font ដូរទំហំទៅតាមដែលយើងចង់បានហ្នឹងគឺវាស្អាតវាអត់មានតូចមានធំអីទេបាទអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនអាចជួយ like និងជួយ share ម្នាក់មួយផងបាទដោយសារមានបងប្អូនយើងមើលច្រើនប៉ុន្តែអត់បានជួយ follow បាទអញ្ចឹងសូមចុច follow ម្នាក់មួយផងបាទសូមអរគុណ